បាទជំរាបសួរខ្ញុំបាទគិតថាថ្ងៃនេះចុះមកស្រែផ្ទាល់ដើម្បីមកមើលភាពខុសគ្នារវាងស្រែដែលប្រើប្រាស់បាយកាសូមហើយនិងស្រែមិនប្រើប្រាស់បាយកាសូមដោយក្រោយយើងបាយជីវៈមួយហើយដូចគ្នាបាទខាងឆ្វេងដៃយើងនេះគឺយើងប្រើប្រាស់ជីបាយកាសូមហើយខាងស្ដាំដៃនេះគឺមិនប្រើប្រាស់ជីបាយកាសូមត្រូវបាទទេបាទគឺយើងដកចំនួនដើមស្រូវដែលល្អជាងគេ4ដើមនៅស្រែបង្ហាញរបស់យើងនេះហើយនឹងយើងដកស្រែកសិករខាងនេះគឺ4ដើមគ្នាដើមដែលល្អយកមកធ្វើការប្រៀបធៀបទាក់ទងនឹងចំនួនបែកដើមបែកហើយនឹងប្រវែងឬការលូតលាស់ឬរបស់វាតើវាលក្ខណៈខុសគ្នាវាមិនដល់បាច់ថ្ងៃប៉ុន្តែនេះយើងចង់មើលស្រែកសិករដកអល័យល្អដូចគ្នាដើមធំ4ដើមដូចគ្នាបាទនេះយើងធ្វើការប្រៀបធៀបស្រែកសិករស្រូវ4ដើមដូចគ្នាអានេះខនត្រូលនេះបោះស្រែកសិករដោយមិនប្រើប្រាស់ជីបាយកាសូមទេគឺសង្កេតឃើញថាវាបាច់គុំយឺតហើយឬរបស់វាពណ៌ខ្មៅការឡើងជាតិច្រេះច្រើនឬចេញច្រើនណាស់តែវាឡើងជាតិច្រេះមកខ្លីបាទហើយនេះគឺស្រែដែលយើងប្រើប្រាស់ជីបាយអូកាសូមប្របាទយើងសង្កេតឃើញថាឫសវាវែងហើយឫសវាស្អាតវាអត់មានជាតិច្រេះច្រើនដូចឫសខាងនេះទេចេញមកវែងហើយស្អាតមកឬច្រើនដូចគ្នាហើយមួយទៀតដែលយើងសម្គាល់គឺឃើញថាផ្នែកមួយវាគឺចាប់ដើមបែកនេះគឺបែកបាន3ដើម1 2 3បាទអានេះក៏បាន3ដែរ1 2 3អានេះដូចគ្នាបាន3បានសិតតែ3ដើមទាំងអស់គ្នាបាទហើយយើងបាទឥឡូវយើងយកអាដើមដែលល្អទាំង4ដូចគ្នានេះយើងយកមកប្រៀបធៀបប្រវែងឫសជាមួយប្រវែងឫសរបស់វាបានប្រមាណឬអ្វីជាងគេយើងយកវាពីគល់ឫសបាន13សង់ទីម៉ែត្រនេះប្រវែងឫសដែលវែងជាងគេគឺនេះ13សង់ទីម៉ែត្រយើងគឺបានប្រវែងពន្ធឬដែលវែងជាងគេដូចគ្នាគឺ17គឺយើងគេឃើញថានេះឬដែលវែងជាងគេគឺ17 ជិត 18ប្រវែងឫសហើយពន្ធឬរបស់ស្រែបង្ហាញរបស់យើងដែលប្រើបាយអូកាសូមគឺឫសសច្រើនហើយវែងវាមិនងាយក្នុងការមានជាតិច្រេះនៅគល់ឫសហើយឫសស្អាតចាក់បានជ្រៅស្រែកសិករយើងធម្មតាដែលមិនប្រើប្រាស់ជីទ្របបាទបាយអូកាសូមគឺឫសចេញមកគឺថាពណ៌ត្នោតច្រើនជាតិច្រេះនេះគឺដុះមកគឺចាប់ដើមច្រេះមកនេះពន្ធដុះមកគឺមានច្រេះអញ្ចឹងគឺវាព្យាយាមចេញតទៀតអញ្ចឹងវាចាត់បានជ្រៅទេដែលជាហេតុធ្វើងាយដួលតែរបស់យើងនេះគឺចេញមកគឺស្អាតហ្មងគឺអត់មិនមានជាតិច្រេះចាប់គឺវាចាក់ចេញមួយច្រើនដូចគ្នាប៉ុន្តែយើងចេញមកគឺឫសខ្ចីច្រើនឬស្អាតហ្មងសអរគុណ